ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំបានចេញវីដេអូថ្មីទៀតហើយមួយថ្ងៃមុនហ្នឹងជាទឹកមុនសូវបានផុសវីដេអូឯណាមួយចូល9ខែម៉ោងអញ្ចឹងខែម៉ោងទៅដល់ម៉ោង10នោះហើយត្រងមកផ្ទះមកអីហ្នឹងចូលម៉ោងមិន10ហើយក៏ថ្ងៃអាទិត្យទី3ហ្នឹងក៏បានចេញមកពិធីការអញ្ចឹងមេក៏ភ្លៀងហើយក៏បានទីទឹកគោហើយបន្តមកទៀតក៏បានចូលក្នុងផ្សារទិញបន្លែអញ្ចឹងទៅបាទក៏មានបន្លែគ្រប់មុខអញ្ចឹងហើយទិញបំណងហ្នឹងគឺចង់យកទៅធ្វើសាច់អាំងគោអញ្ចឹងណាមានទាំងស្ពៃបកគោម្ដុំអញ្ចឹងទៅហើយនឹងលីនឹងផ្សិតយកទៅអាំងជាក្រានអាំងសាច់អញ្ចឹងឆ្ងាញ់មែនទែនបន្តមកទៀតខ្ញុំក៏បានទៅកន្លែងតូបសាច់ជ្រូកអញ្ចឹងយើងទិញថែម1គីឡូទៀតអញ្ចឹងទៅណាមួយយើងទិញហ្នឹងគឺហៅបងប្អូនមកហូបជុំគ្នាអញ្ចឹងទៅបាទមួយថ្ងៃមុនយើងធ្វើការហត់អញ្ចឹងដល់ពេលថ្ងៃអាទិត្យទី3ហ្នឹងយើងមានពេលសម្រាប់ហើយប្រពន្ធក៏បានធ្វើសាច់ហើយរួចជាស្រេចហើយក៏បានហៅបងប្អូនមកជុំគ្នាហូបយ៉ាងសប្បាយរីករាយបាទ